ចាស់ជាសូមបងអូនថ្ងៃនេះនាងខ្ញុំសូមបន្ថែមវីដេអូលើកខ្លឹមសារនៃការផ្លាស់ប្ដូរខែនៅក្នុងថ្នាក់រៀនកូនទន្សាយបៃតងដោយសារវីដេអូមុនយើងនិយាយអំពីប្រតិទិនតង់ស៊ូដែលប្រតិទិនតង់ស៊ូនៅក្នុងថ្នាក់រៀនកូនទន្សាយបៃតងគឺថ្ងៃដាច់ខែមុនលោកគ្រូអ្នកគ្រូមួយថ្ងៃអញ្ចឹងខ្ញុំលើកយកតែប្រតិទិនតង់ស៊ូនៅក្នុងខែឧសភានិងខែមិថុនាគឺបានន័យថាខែម្សាញ់និងខែមមីខែម្សាញ់គឺខែឧសភានឹងឯងចំណែកឯខែមិថុនាខែក្រោយគឺខែមមីបងប្អូនដឹងហើយថានៅក្នុងខែឧសភាប្រតិទិនតង់ស៊ូរបស់នាងខ្ញុំគឺចូលខែថ្មីដែលជាខែម្សាញ់នៅក្នុងថ្ងៃថោះដែលជាថ្ងៃបើកពួកអីប្រតិទិនតង់ស៊ូរបស់នាងខ្ញុំចងតាម system នៃថ្ងៃដែលនាងខ្ញុំផ្ដល់ជូនបងប្អូននៅខាងលើបងប្អូនមើលប្រចាំខែឧសភាឆ្នាំ2026ដែលថ្ងៃចាប់ផ្ដើមចូលខែម្សាញ់នៅថ្ងៃទី5វេលាម៉ោង 19:48 នាទីតែខ្ញុំបញ្ជាក់បងប្អូនណានាទីគឺខ្ញុំសូមបូកបន្ថែម2នាទីបន្ថែមទៀតពួកអីសម្រាប់នាទីនាងខ្ញុំអត់និយាយជាក់លាក់នៅក្នុងប្រតិទិនតង់ស៊ូរបស់នាងខ្ញុំទេខ្ញុំបានបញ្ជាក់បងប្អូនតាំងពីវីដេអូមុនគឺយើងអាចខុស2ទៅ3នាទីអញ្ចឹងខ្ញុំសូមបូកបន្ថែម2នាទីឬមួយក៏ដកចេញ2នាទីបើសិនជាមានការខុសឆ្គងហើយបងប្អូនទាំងអស់គ្នានៅក្នុងខែឧសភាខែម្សាញ់ប្រតិទិនតង់ស៊ូដែលថ្ងៃថោះថ្ងៃបើកចូលថ្ងៃម្សាញ់របស់ថ្នាក់រៀននាងខ្ញុំចងជា system ទៅតាមពេលវេលានៃថ្ងៃដែលនាងខ្ញុំផ្ដល់ជូនបងប្អូនទាំងអស់គ្នាជាប្រតិទិនតង់ស៊ូប្រចាំខែខ្ញុំនិយាយអំពីប្រតិទិនតង់ស៊ូប្រចាំខែខ្ញុំអត់និយាយជាប្រតិទិនតង់ស៊ូប្រចាំថ្ងៃទេហើយខែក្រោយគឺខែមិថុនាដែលនឹងចូលខែមមីគឺនៅក្នុងថ្ងៃទី5ដែរប៉ុន្តែចូលនៅក្នុងម៉ោង 23:48 នាទីអញ្ចឹងខ្ញុំសូមបូកថែម2នាទីដែរសម្រាប់ខែក្រោយប្រតិទិនតង់ស៊ូរបស់នាងខ្ញុំខែមមីនឹងចូលនៅក្នុងថ្ងៃចដែលជាថ្ងៃគង់វង្សថ្ងៃចខែមមីគឺថ្ងៃគង់វង្សគឺជាថ្ងៃដើមខែប្រតិទិនតង់ស៊ូតែនាទីនេះខ្ញុំបញ្ជាក់បងប្អូនហើយថាចូលនៅក្នុងថ្ងៃចគឺចូលបានតែ10នាទីទេនឹងដាច់ខែហើយបងប្អូនទាំងអស់គ្នាត្រូវតែចាំណានៅក្នុងវេលាផ្លាស់ប្ដូរថ្ងៃគឺយើងផ្លាស់ប្ដូរថ្ងៃនៅម៉ោង 12 កណ្ដាលអាធ្រាត្របងប្អូនចាំណាគឺជាគន្លឹះដែលបងប្អូនជាអ្នករៀនប៉ាជឺត្រូវតែដឹងអញ្ចឹងសម្រាប់តារាងប៉ាជឺរបស់បងប្អូនដែលកើតនៅក្នុងម៉ោង 12 កណ្ដាលអាធ្រាត្រនឹងផ្លាស់ប្ដូរចូលថ្ងៃថ្មីហើយទោះនៅក្នុងម៉ោងជូតតែមួយក៏ដោយចឹងបងប្អូនត្រូវចាំនេះថាមួយយាមជូតតែខ្ញុំនិយាយតែម៉ោងមួយយាមជូតស្មើនឹង2ម៉ោងគឺម៉ោង11ដល់ម៉ោង 11:59 និងម៉ោង 12ដល់ម៉ោង 12:59 កណ្ដាលអាធ្រាត្របានន័យថាម៉ោង 11ដល់ម៉ោង 11:59 កណ្ដាលអាធ្រាត្រគឺជាថ្ងៃចាស់ដល់ម៉ោង 12ដល់ម៉ោង 12:59 នាទីកណ្ដាលអាធ្រាត្រហ្នឹងគឺជាថ្ងៃថ្មីបានន័យថាមួយយាមគឺស្ថិតនៅក្នុង2ថ្ងៃផ្សេងគ្នាគឺយើងពិបាកនៅក្នុងអ្នកដែលកើតម៉ោងជូតតែប៉ុណ្ណោះតែម៉ោងផ្សេងអត់មានបញ្ហាអីត្រូវគិតពិចារណាថាខុសឬត្រូវផ្លាស់ប្ដូរថ្ងៃចាស់ឬថ្ងៃថ្មីទេចំណែកឯនៅក្នុងការផ្លាស់ប្ដូរខែគឺយើងមិនមែនផ្លាស់ប្ដូរខែនៅម៉ោង 12រៀងរាល់ថ្ងៃណាមួយនោះទេមិនមែនទេការផ្លាស់ប្ដូរខែគឺយើងផ្លាស់ប្ដូរខែនៅក្នុងថ្ងៃមួយជាក់លាក់ហើយនៅក្នុងម៉ោងកំណត់នៃថ្ងៃមួយនោះផ្លាស់ប្ដូរជារៀងរាល់ខែអត់មានម៉ោងណាមួយដែលយើងស្ថិតនៅជានិច្ចកាលផ្លាស់ប្ដូរនៅម៉ោង 12 កណ្ដាលអាធ្រាត្រដោយការផ្លាស់ប្ដូរថ្ងៃនោះទេដោយសារមានកូនសិស្សមួយប្រតិទិនតង់ស៊ូនៅក្នុងថ្នាក់រៀនរបស់នាងខ្ញុំហេតុអីខុសអំពីប្រតិទិនតង់ស៊ូលោកគ្រូអ្នកគ្រូមួយចំនួនព្រោះខ្ញុំផ្លាស់ប្ដូរខែមុនមួយថ្ងៃហើយលោកគ្រូអ្នកគ្រូផ្សេងដែលបកស្រាយជូនគាត់ហ្នឹងបកស្រាយថាពួកគាត់ប្រើ app secret ណាគឺ app លោកគ្រូចូលជេបអញ្ចឹងបានថ្ងៃនេះគឺខ្ញុំសុំមកវាយតារាងប៉ាជឺនៃថ្ងៃផ្លាស់ប្ដូរខែនៅក្នុង app មួយនេះជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសុំឲ្យបងប្អូនណាដែលគាត់ចេះភាសាអង់គ្លេសបងប្អូនជួយមើលបន្តិចថាតើ app ដែលខ្ញុំកំពុងបង្ហាញបងប្អូននេះជា app របស់គ្រូណាគេលើថាអង់គ្លេសខ្ញុំស្ទើរខ្ញុំមើលទៅឈ្មោះ app ខុសអញ្ចឹងបងប្អូនអាចរកកូនក្មួយណាដែលចេះអង់គ្លេស
ហើយមើល app នេះតិច app នេះបើខ្ញុំមើលមិនខុសទេខ្ញុំចេះអង់គ្លេសតិចហ្នឹងខ្ញុំត្រឹមតែជាសិស្សដែលរៀនចប់អក្សរសាស្ត្រអង់គ្លេសបញ្ញាបត្រនៅសាលា BT ប៉ុន្តែខ្ញុំមើលឃើញថា app នេះគឺ app ចូលជេបផ្នែកខាងលើខាងឆ្វេងដៃអញ្ចឹងខ្ញុំគិតថាខ្លាចខ្ញុំខ្សោយភាសាអង់គ្លេសទៅខ្ញុំអត់ដឹងថាខ្ញុំវាយចូល app មួយណាអញ្ចឹងបងប្អូនជួយមើលណាថាតើនេះជា app លោកគ្រូចូលជេបឬមួយក៏យ៉ាងណាដោយសារប្រតិទិនតង់ស៊ូរបស់នាងខ្ញុំដាក់ផ្លាស់ប្ដូរខែនៅថ្ងៃទី5ខែឧសភាគឺផ្លាស់ប្ដូរចូលខែម្សាញ់អញ្ចឹងបងប្អូនមើលណាគឺនៅក្នុងតារាងប៉ាជឿនេះគឺបុគ្គលកើតនៅក្នុងថ្ងៃទី5ខែឧសភាម៉ោង 7:50 នាទីយប់អញ្ចឹងខ្ញុំសូមបូកថែម2នាទីដោយសារខ្ញុំប្រាប់បងប្អូននៅក្នុងវីដេអូមុនហើយថានាទីអាចខុសត្រូវ2ទៅ3នាទីអញ្ចឹងខ្ញុំសូមបូកបន្ថែម2នាទីឲ្យបងប្អូនមើលរាងប៉ាជឿមួយនេះគឺបុគ្គលកើតនៅក្នុងឆ្នាំមមីខែម្សាញ់ថ្ងៃផាសនៅក្នុងថ្ងៃទី5ខែឧសភាម៉ោង 7:50 នាទីយប់អញ្ចឹងមានន័យថាថ្ងៃផ្លាស់ប្ដូរខែម្សាញ់គឺនៅថ្ងៃទី5មិនមែនថ្ងៃទី6ទេសុំទោសបងប្អូនទាំងអស់គ្នាបែងចែកឲ្យបានដាច់តែគ្រាន់តែវាមានម៉ោងកំណត់ការផ្លាស់ប្ដូរចូលខែម្សាញ់នេះវានៅម៉ោងយប់ទៅហើយដែលខ្ញុំបញ្ជាក់ប្រាប់បងប្អូនហើយថាបើសិនជាលោកគ្រូអ្នកគ្រូចង់បង្ហាញសិស្សកុំឲ្យឆ្ងល់នៅពេលក្រោយគឺគាត់គួរតែបង្កើតប្រតិទិនតង់ស៊ូប្រចាំខែដែលមានដាក់បន្ថែមនៅម៉ោងកំណត់ច្បាស់លាស់នៅថ្ងៃនៃការផ្លាស់ប្ដូរខែទី1ទី2នៅក្នុងថ្ងៃដើមខែចុងខែដែលយើងចេញប្រតិទិនតង់ស៊ូប្រចាំថ្ងៃគួរតែដាក់ថ្ងៃដើមខែចុងខែដាក់ម៉ោងពេលវេលាចូលខែថ្មីឲ្យបានច្បាស់នៅម៉ោងណាអញ្ចឹងមួយថ្ងៃដែលមួយថ្ងៃនេះនឹងមាន2ខែខែចាស់នៅត្រឹមម៉ោងណាខែថ្មីនៅត្រឹមម៉ោងណាចេញជូនកូនសិស្សរបស់ខ្លួននោះទៅបញ្ជាក់ថាលោកគ្រូអ្នកគ្រូច្បាស់ហើយកុំបកស្រាយទៅលើការផ្លាស់ប្ដូរខែលក្ខណៈមួយយកតែរួចខ្លួនត្រូវឈរលើគោលការណ៍ខ្ញុំលើកយកមកនិយាយលេខខ្ញុំមិនមែនចង់អួតអាងថាខ្លួនឯងប៉ាកែហើយគេអត់ទេអ្វីដែលខ្ញុំលើកឡើងសំណូមពរជូនលោកគ្រូអ្នកគ្រូក្នុងការបកស្រាយជូនសិស្សទៅតាមទ្រឹស្ដីគឺខ្ញុំចង់ឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះសិស្សដែលយើងបានចែករំលែកឲ្យគាត់បានច្បាស់អំពីអ្វីដែលគាត់មានចម្ងល់កុំចែករំលែកបានត្រឹមតែចែករំលែកដើម្បីទាញយកអ្វីមួយជាចំណាប់អារម្មណ៍ក្នុងការចែករំលែកត្រូវច្បាស់លាស់ថាការចែករំលែកអ្វីឲ្យពួកគាត់ដឹងគឺទៅតាមទ្រឹស្ដីមួយដែលយើងមានគុណធម៌ឬមួយក៏មានគេហៅថា logic នៃការបង្រៀនទៅតាមទ្រឹស្ដីពាក្យថាជាគ្រូបង្រៀនខ្ញុំគ្រាន់តែជាគ្រូបង្រៀនរដ្ឋម្នាក់គ្រូបង្រៀនឯកជនខ្ញុំមិនមែនជា master ផ្នែកហុងស៊ុយឬផ្នែកប៉ាជឿអីទេណាគ្រាន់តែខ្ញុំអតីតគ្រូបង្រៀនម្នាក់ប៉ុណ្ណោះអញ្ចឹងការបង្រៀនរបស់នាងខ្ញុំគឺនាងខ្ញុំសូមលើកយកតែតាមទ្រឹស្ដីយកមកមិនថាចែករំលែកមិនថាបង្រៀនសាស្ត្ររបស់នាងខ្ញុំអញ្ចឹងបងប្អូនមកមើលណានៅក្នុងខែក្រោយខែមិថុនាការផ្លាស់ប្ដូរខែគឺនៅក្នុងថ្ងៃទី5ប៉ុន្តែផ្លាស់ប្ដូរខែរហូតដល់ម៉ោង 11:48 នាទីបងប្អូនមើលតារាងប៉ាជឿដែលនាងខ្ញុំវាយចូលនេះចូលខែមមីនៅក្នុងថ្ងៃទី5ទៅហើយតែកដាត្រៀតចិត្តដាច់ខែប៉ុន្តែថ្ងៃទី5ជាថ្ងៃដើមខែមមីនៅតែជាថ្ងៃទី5មិនមែនថ្ងៃទី6ទេខ្ញុំបញ្ជាក់ទោះបីជាចូលខែថ្មីបានតែ10នាទីឬចូលបានតែ5នាទីផ្លាស់ប្ដូរថ្ងៃចូលថ្ងៃថ្មីក៏ដោយក៏ខែថ្មីនេះដាច់ខាតគឺត្រូវចូលនៅក្នុងថ្ងៃជាក់លាក់គឺថ្ងៃទី5មិនមែនចូលកដាត្រៀតចិត្តដាច់ថ្ងៃយើងទាញខែថ្មីរហូតដល់ថ្ងៃស្អែកមិនមែនទេខ្ញុំសូមបញ្ជាក់បងប្អូន